Hello នេះបានបងស្រីទូឡាឥឡូវយើងមកដល់សារគេនេះធំខ្លាំងណាស់បងតាជំរាបសួរអូនពូមីងបងប្អូនទាំងអស់គ្នាវីដេអូនេះយើងមកជួបគ្នាទៀតហើយបន្តភាគពីវគ្គមុនដើរផ្សារមើលបន្លែដដែលនឹងតែផ្សារមួយកន្លែងទៀតដែលនៅក្បែរភូមិដែលខ្ញុំរស់នៅនឹងឯងហើយផ្សារមួយដែលនៅតាមភូមិគេនេះគឺធំណាស់បងប្អូនក្នុងហ្នឹងមានគេលក់ចម្រុះចូលគ្នាតែម្ដងប៉ុន្តែគេចែកជាវគ្គគេរបៀបថាប្លុកគេអញ្ចឹងណាចំណីញ៉ាំបន្លែផ្លែឈើអញ្ចឹងទៅគ្រឿងប្រើប្រាស់ក្នុងផ្ទះមានសម្លៀកបំពាក់អីហ្នឹងក៏មានដែរនៅក្នុងនេះតែម្ដងហើយនេះគឺជាជីគេអ្នកមួយនេះខ្ញុំស្មានថាស្អីគេកាម៉ោង10បងប្អូនអើយឃើញហើយអ៊ីតាហ៊ូនេះវាផ្លែភ្នែកតែរហូតហ្នឹងហើយបើងាកមកមើលសដៃបដោះគេវាលុកកម៉ាប់ដល់ហើយបន្លែគេនេះស្រស់ហើយផ្សិតគេនេះវិញបើខ្ញុំនៅស្រុកខ្មែរខ្ញុំមិនដែរឃើញទេអញ្ចឹងហើយក៏ថតចែកជូនអូនពុំមីងបានទស្សនាទាំងអស់គ្នាតែម្ដងទៅបាទអាផ្លែមួយនេះគឺខ្ញុំចូលចិត្តញ៉ាំណាស់នៅស្រុកខ្មែរគឺថ្លៃជាងនឹងនៅទីនេះរៀងធូរថ្លៃទេផ្លែឈើនៅទីនេះគឺជាផ្លែឈើខាងប៉ែកអឺរ៉ុបអីហ្នឹងសម្រាប់អាស៊ីរបស់យើងហ្នឹងវាថ្លៃហ្នឹងហើយដោយសារតែយើងនាំទៅស្រុកយើងពេញប៉ោះគេវិញមានច្រើនប្រភេទណាដោយអាពេញប៉ោះពណ៌លឿងនេះក៏ខ្ញុំអត់ដែរឃើញដែរនៅស្រុកខ្មែរយើងហើយអានេះវិញស្លឹកខ្ទឹមយើងវិញគឺមានគល់ខាងនេះអត់មានទេអូនពូមីងបន្លែគេវាស្រស់ផ្លែអញ្ចឹងបើងាកមកមើលផ្លែក្រឡាក់វិញក៏ធំផ្លែប៉េះផ្លែអូនិយាយទៅរៀបរាប់មិនអស់ទេអូនពូមីងអើយវាច្រើនពេកណាស់ទៅហើយខ្ញីគេក៏មានលក់ឯសកានេះវិញទូចតែមួយមើលតម្លៃគេទៅគឺវាអញ្ចឹងហ្នឹងហើយវីដេអូអ៊ីតាហ៊ូវគ្គនេះគឺមានតែប៉ុណ្្នឹងទេចាំយើងជួបគ្នានៅវីដេអូក្រោយៗទៀតណាអរគុណសម្រាប់ការទស្សនាវីដេអូរបស់អ៊ីតាហ៊ូបាយជម្រាបលា